ជំរាបសួរអ្នកស្ដីអ្នកនរគ្នាខ្ញុំបាទវិជាថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីផ្កាទាំង3ពណ៌ដែលសម្រាប់យកមកធ្វើ Red V2 មុនចូលទៅកាន់វីដេអូសូមចុច like និង subscribe ឲ្យខ្ញុំម្នាក់1000បាទអរគុណសម្រាប់ផ្កាទី1ដែលខ្ញុំនឹងលើកមកនិយាយគឺជាផ្កាពណ៌ក្រហមដែលកន្លែងដែលវាកើតដំបូងដែលវាអាចកើតគឺមាននៅកន្លែងនេះមួយនៅកន្លែងលើផ្ទះ Mansion នេះមួយជប់ចាំមើលខ្ញុំទៅមើលកន្លែងនេះឃើញកន្លែងនេះមួយអានឹងដូចជានៅមាន3កន្លែងទៀតនេះនៅលើអាផ្ទួលនេះមួយដែរនៅតំណឹងក៏មានមួយដែរហើយនៅកន្លែង Green Zone មាន2កន្លែងទៀតនេះកន្លែងនៅចំចំណុចកណ្ដាលកន្លែងហ្នឹងមានផ្កាក្រហមនឹងដោះមួយដែរនៅកន្លែង Green Zone មាន2កន្លែងនៅវាដោះមកខ្ញុំនិយាយហ្នឹងសម្រាប់អ្នកដែលអត់ដឹងថាពេលយើងធ្វើ Red V2 របស់ដូចពួក Angel ពួកអីហ្នឹងគ្រប់ Red ទាំងអស់បើគីឡូអត់ដឹងថាពួកផ្កាអស់ហ្នឹងវា spawn កន្លែងណាខ្លះអញ្ចឹងខ្ញុំធ្វើវីដេអូនេះឡើងដើម្បីប្រាប់ទីតាំងដែលវានឹង spawn ឡើងហើយកន្លែងនេះក៏មានមួយដែរសម្រាប់ផ្កាក្រហមហើយមួយចុងក្រោយកន្លែងនៅផ្កាក្រហមនៅ spawn គឺកន្លែងមួយនេះមួយនេះកន្លែងហ្នឹងគឺផ្កាក្រហមហ្នឹងអាចនឹង spawn ដែរសម្រាប់ផ្កាមួយទៀតគឺផ្កាពណ៌លឿងដែលសម្រាប់ផ្កាពណ៌លឿងហ្នឹងគឺស្រួលរកបំផុតគឺយើងគ្រាន់តែវាយពួក NPC នេះទៅអាចថាពេលខ្លះ drop ពេលខ្លះអត់ drop ហើយសម្រាប់ផ្កាចុងក្រោយដែលជាផ្កាពណ៌ខៀវវាមានកន្លែង spawn 3កន្លែង3កោះកន្លែងដែលវា spawn ឡើងទី1គឺកន្លែងកោះ zombie នេះពីអង់គ្លេសអត់ចេះអានទេចឹងហៅកោះ zombie ទៅព្រោះកន្លែងហ្នឹងកន្លែងយើងវាយពួក zombie ខ្ញុំអាចចាំផ្លែទៀតដល់តែខ្ញុំនិយាយបន្តនេះយើងមកដល់កោះពួក zombie ហ្នឹងហើយសម្រាប់កន្លែងទី1ដែលវា spawn នេះគឺកន្លែងនេះកន្លែងក្រោមដើមឈើមួយនេះពង spawn នេះពណ៌ខៀវនេះគីឡូមើលឃើញហើយកន្លែងទី2គឺនៅកន្លែងមឈូសកន្លែងភ្នោនេះកន្លែងពួកភ្នោខ្ញុំដូចជាកន្លែងពួកនេះកន្លែងភ្នោតានេះកន្លែងហ្នឹងគឺកន្លែងដែលពួកវាហ្នឹង spawn ផ្កាពណ៌ខៀវហ្នឹងតែត្រូវចាំផ្កាពណ៌ខៀវហ្នឹងគឺវា spawn តែនៅពេលយប់ទេដល់ពេលព្រឹកភ្លាមវានឹងបាត់ហើយអញ្ចឹងបើយើងចង់រកវាគឺតែយើងរកនៅពេលយប់ទៅបានរកវាឃើញហើយសម្រាប់កោះទី2នេះគឺអាកន្លែងកោះមួយទូចមួយនេះទៀងទៅតំណឹងមកនេះយើងដល់កោះតូចហ្នឹងហើយយើងគ្រាន់តែចូលមកក្នុងហ្នឹងហើយយើងឃើញចន្លោះតូចមួយនេះឡើងទៅលើហ្នឹងទៅហើយកន្លែងវា spawn នេះគឺនៅតំនេះនៅម្ដុំតំណឹងហើយសម្រាប់កោះចុងក្រោយគឺនៅកន្លែង remote control ជប់នេះយើងដល់កោះ remote control ហ្នឹងហើយសម្រាប់កន្លែងទី1ដែលផ្កាពណ៌ខៀវនឹងអាច spawn នេះគឺនៅលើអាស្មៅមួយនេះវាអាច spawn នៅតំណឹងមួយហើយនៅកន្លែងនេះក្រោយដើមឈើនេះវាអាច spawn នៅនឹងមួយទៀតហើយសម្រាប់វីដេអូខ្ញុំមានតែប៉ុណ្្នឹងទេដែលនិយាយពីការរកផ្កាទាំង3ពណ៌ដែលសម្រាប់ធ្វើ Red V2 ហ្នឹងគឺចាប់ត្រឹមហ្នឹងហើយអរគុណអ្នកទាំងអស់គ្នាដែលជួយតាមដានវីដេអូរបស់ខ្ញុំសូមឲ្យមានសុខភាពល្អសំណាងល្អគ្រប់ពេលវេលាអរគុណបាយ